ឡាបជាទូទៅខ្ញុំតែងតែយកសាច់ត្រីសាច់ជ្រូកឬក៏សាច់គោមកធ្វើប៉ុន្តែថ្ងៃនេះរៀងប្លែកបន្តិចដែរបងប្អូនខ្ញុំធ្វើឡាបពងទាឆ្ងាញ់ហើយជួយសន្សំសំចៃប្រាក់ដែរអស់តែ 5-6,000 រៀលបានមួយចានធំហើយបើគ្រឿងផ្សំមានតែពងទា 6-7 គ្រាប់អញ្ចឹងមកជីងកាមអត់បានទេឡាបបើអត់ដាក់ជីងកាមធំក្លិនផ្សេងបងប្អូនដូចមិនមែនឡាបអញ្ចឹងជីរណាក៏ខ្ញុំប្រើដែរខ្ទឹមក្រហមដាក់ឲ្យច្រើនបន្តិចមកធ្វើជាបន្លែផងចំណែកឯការ៉ុតនិងត្រសក់ខ្ញុំយកមកធ្វើជាបន្លែសម្រាប់ទ្រាប់បាតចានថ្ងៃនេះម្ជូរខ្ញុំប្រើម្ជូរក្រូចឆ្មាចំពោះឡាបយើងប្រើម្ជូរផ្សេងដូចជាម្ជូរអំពិលទុំក៏បានដែរគឺឆ្ងាញ់ដូចគ្នាចំណែកឯម្ទេសខ្ញុំប្រើម្ទេសនាងដៃផងម្ទេសក្រហមផងអង្ករលីងខ្ញុំអត់បានលីងខ្លួនឯងទេបងប្អូនខ្ញុំទិញមកពីផ្សារព្រោះអីគេមានលក់ស្រាប់ផ្សំគ្រឿងប៉ុណ្ណឹងយើងអាចធ្វើបានហើយដោយដំបូងគេខ្ញុំស្ងោរពងទាឲ្យហើយដោយប្រើរយៈពេលតែ10នាទីតែប៉ុណ្ណោះបន្ទាប់មកខ្ញុំស្រង់វាចេញយកទៅត្រាំទឹកត្រជាក់តែម្ដងបងប្អូនស្ងោរពងរយៈពេល10នាទីគឺនៅត្រឹមជាប់ភ្នៅតែប៉ុណ្ណោះតែបើបងប្អូនចង់ឲ្យឆ្អិនខ្លាំងជាងនឹងបងប្អូនអាចថែម1នាទី2នាទីទៀតមកងាកទៅបន្លែត្រប់នឹងការ៉ុតខ្ញុំចាត់រៀបដាក់ចានឲ្យហើយជីរណាខ្ទឹមក្រហមម្ទេសក៏ខ្ញុំហាន់ឲ្យហើយដែរប្លែកតែម្ទេសនាងដៃទេខ្ញុំដាក់ទាំងមូលតែម្ដងដោយសារតែម្ទេសនាងដៃនឹងហឹរខ្លាំងដល់ពេលអញ្ចឹងខ្ញុំទុកឲ្យអ្នកដែលគាត់ចេះហឹរគឺញិចខ្លួនឯងនៅពេលដែលញ៉ាំយកពងទាមកបកពងទាពេលដែលយើងស្ងោរហើយយកទៅត្រាំទឹកត្រជាក់ភ្លាមអញ្ចឹងស្រួលបកហើយខ្ញុំពុះវាត្រង់កន្លែងនេះបងប្អូនឃើញហើយប្រកាសជាឆ្ងល់មិនខានដោយខ្ញុំយកអំបោះដេរមកបង្ហាញបងប្អូនគឺខ្ញុំយកអំបោះដេរមកកាត់ពងទាដោយសារតែបើសិនជាយើងកាត់នឹងកប៉ិតវាស្អិតជាប់ខ្ញុំយកអំបោះទៅចងកន្លែងណាមួយឲ្យជាប់មកចំហៀងហើយទាញឲ្យតឹងសកត់លើពងទាអញ្ចឹងមកយើងចង់កាត់ជ្រៀកប្រមាណជ្រុងក៏បានដែរមើលណែបងប្អូនខ្ញុំកាត់ហើយបន្តមកទៀតខ្ញុំងាកមកលាយគ្រឿងដោយដាក់ម្សៅស៊ុបកន្លះស្លាបព្រាបាយអំបិលមួយចុងស្លាបព្រាបាយស្ករមួយស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយដែរចំណែកឯទឹកប្រហុកខ្ញុំដាក់មួយស្លាបព្រាបាយដើម្បីឲ្យរសជាតិឡាបរបស់យើងនឹងគឺកាន់តែដិតឆ្ងាញ់បងប្អូនចំណែកឯក្រូចឆ្មា2ផ្លែខ្ញុំច្របាច់បានទឹកប៉ុណ្ណឹងខ្ញុំដាក់ត្រឹមតែ1វែកសិនទេស្ទាបស្ទងវាព្រោះអីខ្លាចវាជូរជ្រុលម្សៅម្ទេសក្រហមអត់ហឹរទេខ្ញុំដាក់កន្លះស្លាបព្រាបាយដែរដើម្បីយកពណ៌បន្ទាប់ពីកូរឲ្យរលាយចូលគ្នាសព្វអស់ហើយទើបខ្ញុំបន្ថែមខ្ទឹមក្រហមម្ទេសនិងអង្ករលីងចូលកូរទៀតកូរទាល់តែសព្វភ្លក់មើលបើស្ទើររសជាតិយើងថែមឲ្យហើយបងប្អូននិងចុងក្រោយគេខ្ញុំបន្ថែមជីរណាជីងកាមច្បល់មកត្រឡប់ពីត្រឡប់ទោះដាក់ពីលើពងទាជាការស្រេចបងប្អូនឡាបពងទាយើងអាចយកពងទាទៅច្បល់ជាមួយនឹងគ្រឿងនោះទេតែខំហ្នឹងបែកអស់រកមុខរកមាត់អត់ឃើញឥឡូវឡាបពងទារួចរាល់ហើយបងប្អូនបានមួយចានធំមើលទំនងណារសជាតិដែលខ្ញុំធ្វើនេះគឺជូរប្រៃរៀងដិតតែបើហឹរគឺតិចទេបើអ្នកចូលចិត្តហឹរអាចញិចម្ទេសដៃនាងបន្ថែមបានបងប្អូនមួយចាននេះសរុបទៅគឺអស់ 6,000 រៀលអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់កុំភ្លេចណាបើពេញចិត្តជួយ like ជួយ share ចែករំលែកម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយ